ប៉ុន្តែសម័យនេះបងប្អូនឲ្យតែមានជួបជុំអីតិចតួចជប់លៀងអីតិចតួចគឺដឹងតែមានស្រានៅក្នុងហ្នឹងហើយអូខេបើសិនជាយើងយកចិត្តទុកដាក់ទៅលើសុខភាពយើងចិត្តទុកដាក់លើថ្លើមបេះដូងរបស់យើងក្បាលពោះបញ្ហា insulin resistant លើជាស្ករទឹកនោមផ្អែមអីខ្ញុំ recommend ថាយើងញ៉ាំទៅពេលរៀនកម្មវិធីសំខាន់អីយើងយូរយើងញ៉ាំម្ដងអូខេវាមានបញ្ហាទៅយូរម្ដងកុំឲ្យញ៉ាំរាល់ថ្ងៃអ្នកខ្លះគ្មានកម្មវិធីជួបជុំជាមួយមិត្តភ័ក្តិក៏ផឹក2 3កំប៉ុងរាល់ថ្ងៃដែរអត់មានចំនួនអាកលណាដែលសុវត្ថិភាពសម្រាប់រាងកាយនិងសុខភាពនិងថ្លើមរបស់យើងទេការសិក្សាដែលខ្ញុំធ្វើវីដេអូមុននៅប្រទេសអង់គ្លេសគឺគេបានបង្ហាញហើយស្រាក្រហមក៏ដោយស្រាបៀក៏ដោយស្រាយក៏ដោយអត់មានចំនួនណាដែលសុវត្ថិភាពទេហើយវាធ្វើឲ្យខួរក្បាលយើងឆាប់ចាស់ឆាប់ភ្លេចភ្លាំងទៀតផងដូចជាការសិក្សាមួយនេះធ្វើឡើងនៅឆ្នាំ2019បានបង្ហាញថាបើសិនជាយើងផឹកស្រាច្រើនឬក៏ជាតិអាល់កុលច្រើនជាប្រចាំឬក៏ផឹករាល់ថ្ងៃវាធ្វើឲ្យខួរក្បាលយើងឆាប់ចាស់ខួរក្បាលចាប់ចាស់មានន័យថាម៉េចយើងឆាប់ភ្លេចភ្លាំងយើងគិតអត់សូវបានលឿនយើងស្ពឹកយើងដឹងហើយពេលយើងនៅក្មេងខួរក្បាលយើងគិតលឿនណាស់ហើយវាស្រឡះដល់ពេលយើងអាយុកាន់តែច្រើនការគិតហ្នឹងក៏យឺតយ៉ាវជាងមុនដែរហ្នឹងហើយគឺ brain aging ហើយមួយទៀត brain aging ហ្នឹងគឺឲ្យធ្វើឲ្យការកើតជំងឺ Alzheimer ជំងឺខួរក្បាលអត់សូវមានការចងចាំបាត់ការចងចាំខ្មែរយើងហៅថាវង្វេង